គេជាមនុស្សបោះប្រាស់ទេដឹងហានរស់ស៊ីនេះទំនេរទេចាញ់តែក្រៅជាមួយខ្ញុំទៅខ្ញុំទៅជាមួយនាងហានលោកមកចុះខ្ញុំជាមនុស្សស្រេចតែម្នាក់ឯងឲ្យតែក្រុមហ៊ុនគេឲ្យមិនស្គាល់គ្នាទៀតចាស់ចុះខ្ញុំថែមលុយឲ្យលោកទៀតយ៉ាងម៉េចក្នុងផ្នែកនាងខ្ញុំគ្រាន់តែជាមនុស្សដែលស្រឡាញ់តែលុយទេតែក្រៅពីលុយអ្វីផ្សេងមិនអាចឲ្យលោកទេនាងមានហើយណាហើយខ្ញុំកំដរទៅក៏បានហានលោកជាមនុស្សល្អបំផុតញ៉ាំបាយទៅហានមកក៏ខ្ញុំមិនដាច់ចាប់អារម្មណ៍លោកពេលអាធំកាន់តែសង្ហាស្អាតទេប្រកាសជាស្អាតក្រសែភ្នែករបស់ខ្ញុំពិតជាមិនខុសមែនពិភពលោកធំធេងឲ្យខ្ញុំជ្រើសរើសយកលោកដែលស្អាតគឺថាដល់មកហើយទៅចរចាការងារមែនហើយការងារសំខាន់ជាងតោះអាយ៉ាសេលីយ៉ាទៅចាក់ទៅខ្ញុំអាយ៉ាលោកលីសួស្ដីខ្ញុំឈ្មោះសិនសយ៉ានម្នាក់នៅក្បែរខ្ញុំគឺសេលីជំនួយការខ្ញុំលោកលីខ្ញុំមិនសមទេអូខ្ញុំចង់ថាខ្ញុំមិនមែនលោកលីអីទេខ្ញុំជាជំនួយការរបស់គាត់តែប៉ុណ្ណោះទេជំនួយការចុះឯណាលោកលីពិតប្រកបលោកលីពិតប្រកបគាត់ណាថ្ងៃនេះគាត់មានការមិននៅក្រុមហ៊ុនទេដូច្នេះរឿងសហការគ្នានិយាយជាមួយខ្ញុំក៏បានដែរគឺអញ្ចឹងទេសម្ព័ន្ធតកូលសិនពួកខ្ញុំចង់សហការជាមួយតកូលលីដូចស្មោះមិនដឹងថាតកូលលីពួកលោកមានលក្ខខណ្ឌអីខ្លះលក្ខខណ្ឌទេគ្មានទេសម្ព័ន្ធតកូលលីពួកខ្ញុំស្ម័គ្រចិត្តសហការជាមួយសម្ព័ន្ធតកូលសិនដូច្នេះហើយគ្មានលក្ខខណ្ឌអីទេចុះកងត្រាតែម្ដងទៅយល់ព្រមលឿនយ៉ាងនេះជាការពិតហើយរឿងមួយនៅនឹងសិនមានលក្ខខណ្ឌអ្វីដែរគ្មានទេពួកខ្ញុំគ្មានលក្ខខណ្ឌអីទេអញ្ចឹងចុះកងត្រាតែម្ដងទេបាទរីករាយណាស់ដែលបានសហការជាមួយខ្ញុំក៏សប្បាយចិត្តដែរបាទគ្មានបញ្ហាអីទេពួកខ្ញុំសុំទៅវិញសិនហើយចាំខ្ញុំជូនដំណើរចុះមិនបាច់ទេពួកខ្ញុំទៅខ្លួនឯងក៏បានដែរតោះខ្ញុំយល់ថាការសហការថ្ងៃនេះដូចជារលូនពេកហើយទេដឹងរលូនគឺជារឿងល្អអន្តតាមិនមែនទេខ្ញុំគិតថាចម្លែកមិនដឹងទេគ្មានអ្វីចម្លែកទេធ្វើចំនួនមិនពិបាកដូចអ្នកនាងគិតទេពិតជាមិនពិបាកឡានទៅការងារខ្ញុំចរចាមិនបានផងប៉ុន្តែសិនសិញយ៉ាងចរចាបានសម្រេចលេងផ្លេចក្នុងជាមួយខ្ញុំមែនទេប្រធានសិនកុំតែសាអីគេចរចាបានជោគជ័យត្រឹមតែកងត្រាមួយប៉ុណ្ណោះចង់គ្រប់គ្រងសហគ្រាសទាំងមូលត្រូវធ្វើឲ្យគ្រប់គ្នាទទួលស្គាល់នៅពិភពខាងក្រៅគេទទួលស្គាល់តែលោកប្រធានម្នាក់គត់ចង់ទៅដើមក្រុមហ៊ុនជាមួយនឹងខ្ញុំហ៎គេគ្រាន់តែជាមនុស្សស្រីម្នាក់ប៉ុណ្ណោះយល់សពទៅខែក្រោយរៀបចំអបអរក្រុមហ៊ុន100ឆ្នាំអ្នកមានមុខមានមាត់នៅពេលកាំងនឹងចូលរួមទាំងអស់ដូច្នេះលោកគួរតែត្រៀមអ្វីទុកជាមុនដែរទេគម្រប់100ឆ្នាំអាយ៉ាខ្ញុំស្ទើរតែភ្លេចរឿងនេះទៅហើយខ្ញុំដឹងថាធ្វើយ៉ាងម៉េចអាចយកឈ្នះសិនសញ្ញាណបានចង់និយាយថាក្នុងពិធីអបអរក្រុមហ៊ុនខួប100ឆ្នាំឲ្យគ្រប់គ្នាជួយបោះឆ្នោតរវាងឯងហើយនឹងសញ្ញាណមែនហើយប៉ាយល់យ៉ាងម៉េចដែរសញ្ញាណទើបតែចូលក្នុងក្រុមហ៊ុនមិនបានប្រមាណទេគ្រប់គ្នាមិនសូវស្គាល់គេទេមិនក៏ថាមិនស្គាល់គេនៅពេលកាំងអ្នកណាមិនដែលស្គាល់រឿងជ្រើសរើសបេក្ខភាពអ្នកបន្តវេនជារឿងធំណាស់